តោះមកមើលគូមួយនេះត្រីក្រឹមណាពេលដែលវាចិត្តបកាត់ពងកូនណាឈ្មោលវាមានតួនាទីសម្រាប់លួងមញីចាពីធ្វើពពុះហើយតតែធ្វើពពុះនឹងស្អាតហើយមញីគេអត់ធ្វើអីទេព្រោះគេពុះធំណាចឹងគេអត់រវល់ធ្វើពពុះអីទេហើយឈ្មោលគេអ្នកមានតួនាទីធ្វើពពុះហ្នឹងហើយពពុះហ្នឹងតតែធ្វើស្អាតបានមញីគេពេញចិត្តបើមិនស្អាតទេគេមិនខ្ចីមើលមុខផងគេនៅធ្វើមិនដឹងនេះធ្វើទៅឯងធ្វើម្នាក់ឯងទៅមើលធ្វើស្អាតប៉ុណ្ណាចាំគេគយគុណតាមក្រោយចឹងហើយឈ្មោលហ្នឹងក៏គ្នាព្យាយាមខំបកែធ្វើពពុះហ្នឹងធ្វើចុះធ្វើឡើងធ្វើមកកេះគេឲ្យទៅមើលម្ដងអញ្ចឹងណាតិចគាត់ណាឃើញនេះក៏អសនាយដែរមែនតាចាឥឡូវយើងតាមដានតទៅទៀតថាឈ្មោលនឹងវាធ្វើពពុះបានប្រហែលគ្រាប់ហើយវាមកកេះវិញ្ញាឲ្យទៅមើលសំខាន់ញីគេធ្វើមិនដឹងគេអត់ចេះខ្វល់ជាមួយហ្នឹងហើយឈ្មោលគេប្រឹងតែកិច្ចការងារគេអត់ទាន់បាក់ទឹកចិត្តទេណាហ្នឹងហើយប្រឹងតធ្វើពពុះហើយពេញចិត្តនៅខ្លួនឯងមិនទាន់ដឹងថាពេញចិត្តគេពេញចិត្តទេតិចទៀតមកកេះហើយទៅមើលឡូវមើលពេញចិត្តនៅអូនចឹងអីណាចាត្រីក្រឹមពេលដែលគេធ្វើពពុះហើយបើមញីពេញចិត្តទៅគេមានពងគេព្រមពងនឹងសបុកហ្នឹងតែបើមញីអត់ពេញចិត្តទេឈ្មោលហ្នឹងនៅតែព្យាយាមធ្វើតទៅទៀតតាធ្វើហើយតតែគេពេញចិត្តមែនតើបានគេព្រមមកមើលហើយពេញចិត្តហើយបានគេព្រមពងអញ្ចឹងណាហ្នឹងគឺឈ្មោលគេមានតួនាទីប៉ុណ្ណឹងហើយដល់ពេលឈ្មោលហ្នឹងមិនត្រឹមតែប៉ុណ្្នឹងចប់ទេពេលដែលមានពងហ្នឹងគឺឈ្មោលត្រូវតែមើលថែពងហ្នឹងឲ្យនៅនឹងពពុះហ្នឹងពងជ្រុះមកគ្រាប់មកគឺត្រូវតែពំពងហ្នឹងយកទៅដាក់នៅក្នុងពពុះហ្នឹងវិញដដែលដោយសារតែពេលដែលពងហ្នឹងវាឈូសចេញពីពពុះមកវាអាចមិនញាស់ហើយណាចឹងហើយឈ្មោលហ្នឹងវាមករើសពងនឹងយកទៅដាក់នៅពពុះវិញឬទៅថែទាំបន្ទួនទីឈ្មោលអ្នកថែទាំពងនឹងឲ្យវាញាស់កូនថាទួនទីញីតែពងហើយហ្នឹងគឺអ្នកចិញ្ចឹមដូចជាយើងហ្នឹងចាប់វាចេញហើយអត់ឲ្យវានៅក្នុងហ្នឹងទេព្រោះថាវាពងហើយគឺវាមិននៅថែកូនទេគេទុកឲ្យអាឈ្មោលនឹងនៅថែនៅចិញ្ចឹមកូនបានមួយរយៈពេលខ្លីហើយគេក៏ដកវាមកក្រៅចេញដូចគ្នាទេតាពួកកូនទៅខំតែពេលវាចេះញ៉ាំវាចេះស៊ីអីហើយគឺគេលែងទុកវានៅក្នុងគេលែងទុកឈ្មោលនឹងឲ្យនៅមើលថែទៀតហើយចាមានតែប៉ុណ្ណឹងទេបងប្អូនចាអរគុណបាយបាយសុខសប្បាយ